នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសជាពិសេសសិស្សានុសិស្សថ្នាក់ទី10 Unit 1មេរៀនទី1 My personal information ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងផ្នែក 1A នេះយើងមាន6ចំណុចសំខាន់ចាប់តាំងពីទំព័រទី1រហូតដល់ទំព័រទី3ចំណុចទី1 A Read these short conversations ចូលអានការសន្ទនាខ្លីៗទាំងនេះនៅក្នុងទំព័រទី1នេះយើងមានការសន្ទនាចំនួន4គូស្មើនឹង8នាក់ទី1គឺ Tim ទី2កុសលទី3 Richard Jackson ទី4ជាសំណាងទី5 Jenny ទី6 Lynn ទី7 Vicky Jackson និងទី8ជាលក្ខណៈគូសន្ទនាទី1គឺរវាង Tim ហើយនិងកុសលដោយ Tim បាននិយាយថា Hi I'm Tim សួស្តីខ្ញុំឈ្មោះ Tim What's your name តើអ្នកឈ្មោះអ្វីកុសលបានតបវិញថា Hello I'm កុសលជំរាបសួរខ្ញុំឈ្មោះកុសលគូសន្ទនាទី2គឺរវាង Richard Jackson និងជាសំណាងដោយ Richard Jackson បាននិយាយថា Good morning អរុនសួស្តី Nice to meet you រីករាយដែលបានជួបអ្នក I'm Richard Jackson ខ្ញុំឈ្មោះ Richard Jackson ជាសំណាងបានឆ្លើយតបថា I'm ជាសំណាងខ្ញុំឈ្មោះជាសំណាងគូសន្ទនាទី3នេះគឺរវាង Jenny និង Lynn ដោយ Jenny បាននិយាយថា My name's Jenny ឈ្មោះរបស់ខ្ញុំគឺ Jenny What's your name តើអ្នកឈ្មោះអ្វី Lynn បានតបថា Hey I'm Lynn Hey ខ្ញុំឈ្មោះ Lynn គូសន្ទនាចុងក្រោយគឺរវាង Vicky Jackson និងជាលក្ខណៈដោយ Vicky Jackson បាននិយាយថា Good afternoon ទិវាសួស្តី My name's Vicky Jackson ឈ្មោះរបស់ខ្ញុំគឺ Vicky Jackson ជាលក្ខណៈបានឆ្លើយតបវិញដោយនិយាយថា Hello Mrs Jackson ជំរាបសួរលោកស្រី Jackson I'm ជាលក្ខណៈខ្ញុំឈ្មោះជាលក្ខណៈ When we meet people we can say hello នៅពេលដែលយើងជួបមនុស្សម្នាយើងអាចប្រើពាក្យថាជំរាបសួរ What other words can you see that mean the same as hello តើអ្នកឃើញពាក្យអ្វីផ្សេងៗទៀតដែលមានន័យដូចពាក្យថាជំរាបសួរសូមបញ្ជាក់ថាក្រៅពីពាក្យថា hello យើងក៏មានពាក្យដែលស្មើនឹង hello ដែរដូចជាពាក្យថា hi hey good morning ហើយនិង good afternoon ជាដើម Write them in your notebook ចូលសរសេរពាក្យទាំងនោះចូលក្នុងសៀវភៅសរសេររបស់អ្នកពាក្យទាំងនោះគឺសំដៅទៅលើពាក្យដែលស្មើនឹងពាក្យថា hello ដូចជាពាក្យថា hi hey good morning និង good afternoon ជាដើម When we say our name we can say I'm Kosal or my name is Kosal នៅពេលដែលយើងនិយាយឈ្មោះរបស់យើងអាចនិយាយថាខ្ញុំឈ្មោះកុសលឬឈ្មោះរបស់ខ្ញុំគឺកុសលដូច្នេះយើងមានពីរជម្រើសដោយ am មកពីពាក្យថា I am បន្ទាប់មកបូកជាមួយនឹងឈ្មោះរបស់យើងឬមួយក៏ជម្រើសមួយទៀតយើងប្រើពាក្យថា my name is បូកជាមួយនឹងឈ្មោះរបស់យើងចំណុច B work in pairs ចូលធ្វើការជាដៃគូ make similar conversations ចូលបង្កើតការសន្ទនាដែលស្រដៀងគ្នា choose one word from 8 balloon ចូលជ្រើសរើសពាក្យមួយចេញពីប្រអប់ពេញប៉ោងនីមួយៗដោយប្រអប់ទី1នៅពេលដែលយើងជួបមនុស្សម្នាយើងប្រើពាក្យមួយក្នុងចំណោមពាក្យ5ដែលស្មើនឹងពាក្យថា hello និងប្រអប់ទី2គឺនៅពេលដែលយើងចង់និយាយឈ្មោះរបស់យើងទៅកាន់អ្នកដទៃយើងមានជម្រើស2ឬមួយ I'm ដែលមកពីពាក្យថា I am ឬមួយ my name is ខ្ញុំសូមលើកឧទាហរណ៍ចំនួន2ទី1គឺខ្ញុំយកប្រអប់ទី1គឺយកពាក្យថា hi នៅពេលដែលខ្ញុំជួបមនុស្សម្នាហើយជម្រើសទី2នៅពេលដែលខ្ញុំចង់និយាយឈ្មោះខ្ញុំយកពាក្យថា am ដូច្នេះ hi I'm Sipeng សួស្តីខ្ញុំឈ្មោះ Sipeng ឧទាហរណ៍ទី2នៅក្នុងប្រអប់ទី1នៅពេលដែលជួបមនុស្សម្នាខ្ញុំប្រើពាក្យថា hello ហើយនៅពេលដែលខ្ញុំចង់និយាយឈ្មោះខ្ញុំប្រើពាក្យថា my name is ដូច្នេះ hello my name is Sipeng ជំរាបសួរឈ្មោះរបស់ខ្ញុំគឺ Sipeng ចំណុចទី2 look at these conversations ចូលមើលការសន្ទនាទាំងនេះ Hi Tim សួស្តី Tim Hey Kosal Hey Kosal How old are you តើអ្នកមានអាយុប៉ុន្មាន I'm 15ខ្ញុំមានអាយុ15ឆ្នាំ
How about you ចុះអ្នកវិញ I'm 15 too ខ្ញុំក៏មានអាយុ15ឆ្នាំដែរ How is your mom តើម្ដាយរបស់អ្នកមានអាយុប៉ុន្មាន She's 38 and my dad 40គាត់មានអាយុ38ឆ្នាំហើយឪពុករបស់ខ្ញុំមានអាយុ40ឆ្នាំ How old are your parents តើឪពុកម្ដាយរបស់អ្នកមានអាយុប៉ុន្មាន My mom's 42 and my dad's 45ម្ដាយរបស់ខ្ញុំមានអាយុ42ឆ្នាំហើយឪពុករបស់ខ្ញុំមានអាយុ45ឆ្នាំ Listen and write the number that you hear in your notebook ចូលស្ដាប់រួចសរសេរលេខដែលអ្នកឮចូលក្នុងសៀវភៅសរសេររបស់អ្នក Example 20ឧទាហរណ៍លេខ20ចូលស្ដាប់និងបំពេញដូចតទៅ Example 20 1 15 2 90 3 60 4 18 5 I am 14 6 My dad is 50 7 May and Satia are 13 8 It's Udam's birthday, he's 70 9 Is Monica 60 10 No, she's 16នេះគឺជាលទ្ធផលដែលយើងបានស្ដាប់ហើយសរសេរតាមអ្វីដែលគេនិយាយ B Listen check and repeat ចូលស្ដាប់ត្រួតពិនិត្យរួចថាតាម Example 20 1 15 2 90 3 60 4 18 5 I am 14 6 My dad is 50 7 May and Satia are 13 8 It's Udam's birthday, he's 70 9 Is Monica 60 10 No, she's 16 ចំណុច C Listen again which numbers end with 10 and which numbers end with T ចូលស្ដាប់ម្ដងទៀតលេខណាខ្លះដែលបញ្ចប់ដោយ 10 ហើយលេខណាខ្លះដែលបញ្ចប់ដោយ T Draw the table below in your notebook and write the answers ចូលគូសទិន្នន័យដូចខាងក្រោមក្នុងសៀវភៅសរសេររបស់អ្នករួចសរសេរលេខទាំងនោះចូលមកដល់ត្រង់ចំណុចនេះខ្ញុំសូមមិនចាក់ឲ្យស្ដាប់ម្ដងទៀតនោះទេក៏ប៉ុន្តែខ្ញុំសូមធ្វើការបញ្យល់ថាលេខចាប់ពីលេខ13ទៅគឺបញ្ចប់ដោយ 10 ដូចជាលេខ13 13 14 15 16 17 18រហូតដល់19នេះគឺបញ្ចប់ដោយ 10 ចំណែកលេខដែលបញ្ចប់ដោយ T គឺចាប់ពីលេខ20ទៅគឺ20 30 40 50 60 70 80និងរហូតដល់90ដូច្នេះលេខដែលយើងបានកត់ដែលបញ្ចប់ដោយ 10 មាន18 14 13និង16ចំណែកលេខដែលបញ្ចប់ដោយ T ដែលយើងបានកត់មានដូចជា90 60 50 70ហើយនិង60 You will hear 4 short conversations អ្នកនឹងឮការសន្ទនាចំនួន4 Write the names and the phone numbers that you hear in your notebook ចូលសរសេរឈ្មោះនិងលេខទូរស័ព្ទដែលអ្នកឮចូលក្នុងសៀវភៅសរសេររបស់អ្នកចូលស្ដាប់និងបំពេញដូចតទៅ 1. Can I have your phone number? Sure. It's 035 781 426. Thanks. I'll put it in my phone. How do you spell your name? SOTHEA. Got it. Thanks. 2. What's your phone number? It's
028 416 793. Okay. And how do you spell your name? KUNTHEA. Thanks. 3. Can I have your phone number? Yes. 0 4 6 5 2 8 1 7 3. How do you spell your name? THYRAK. Got it. 4. What's your number? 097824316. I'll put it in my phone. How do you spell your name? SREYPICH. Thanks. Listen, check and repeat ចូលស្ដាប់ត្រួតពិនិត្យនិងថាតាមនៅត្រង់ចំណុចនេះខ្ញុំសូមមិនចាក់ឲ្យស្ដាប់បន្តទៀតនោះទេក៏ប៉ុន្តែសូមធ្វើការផ្ទៀងផ្ទាត់ចម្លើយ Look at the names and numbers and read the conversation ចូលមើលឈ្មោះនិងលេខរួចអានការសន្ទនា Example ឧទាហរណ៍ Hi Michael សួស្តី Michael Can I have your number តើខ្ញុំអាចសុំលេខអ្នកបានទេ Sure it's 082376541ប្រកាសជាបានលេខរបស់ខ្ញុំគឺ082376541 Thanks I'll put it in my phone សូមអរគុណខ្ញុំនឹងដាក់វាក្នុងទូរស័ព្ទរបស់ខ្ញុំ How do you spell your name តើឈ្មោះរបស់អ្នកប្រកបដូចម្តេច M I C H A E L ឈ្មោះរបស់ខ្ញុំគឺ M I C H A E L Got it Thanks យល់ហើយអរគុណ Choose two new names ages and phone numbers for yourself ចូលជ្រើសរើសឈ្មោះ2អាយុ2និងលេខទូរស័ព្ទ2ថ្មីសម្រាប់ខ្លួនអ្នក Write them in your notebook ចូលសរសេរឈ្មោះអាយុនិងលេខទូរស័ព្ទទាំងនោះចូលក្នុងសៀវភៅសរសេររបស់អ្នក Make conversation with your partner following the example ចូលបង្កើតការសន្ទនាជាមួយដៃគូរបស់អ្នកតាមឧទាហរណ៍ដែលមានស្រាប់ Take turn to start You can change the underlined words ដូរវេនគ្នាម្ដងម្នាក់អ្នកអាចបដូរពាក្យដែលមានបន្ទាប់ពីក្រោយបាន Hello My name is Linda ជំរាបសួរនាងខ្ញុំឈ្មោះ Linda What's your name តើអ្នកឈ្មោះអ្វី I'm Sokheng ខ្ញុំឈ្មោះ Sokheng Nice to meet you រីករាយដែលបានជួបអ្នក Nice to meet you too ខ្ញុំក៏រីករាយដែលបានជួបអ្នកផងដែរ How old are you តើអ្នកមានអាយុប៉ុន្មាន I'm 14 and you ខ្ញុំមានអាយុ14ឆ្នាំចុះអ្នកវិញ I'm 15 Can I have your phone number ខ្ញុំមានអាយុ15ឆ្នាំតើខ្ញុំអាចសុំលេខទូរស័ព្ទរបស់អ្នកបានទេ Sure It's 010534762ប្រកាសជាបានលេខទូរស័ព្ទរបស់ខ្ញុំគឺ010-534-762 Thanks I'll put it in my phone សូមអរគុណខ្ញុំនឹងទុកវាក្នុងទូរស័ព្ទរបស់ខ្ញុំ How do you spell your name តើឈ្មោះរបស់អ្នកប្រកបដោយម្តេច L I N D A ឈ្មោះរបស់ខ្ញុំគឺ L I N D A Got it Thanks យល់ហើយអរគុណ When we meet people we can say hello នៅពេលដែលយើងជួបមនុស្សម្នាយើងអាចប្រើពាក្យ hello ហើយនិងពាក្យផ្សេងៗទៀតតើពាក្យទាំងនោះគឺជាអ្វីចូលបំពេញដោយខ្លួនឯងជំរាបទី2 When we say our name we can say នៅពេលដែលយើងនិយាយឈ្មោះរបស់យើងអាចនិយាយពាក្យថា
am ដែលមកពីពាក្យថា I am ហើយនឹងពាក្យមួយទៀតតើជាអ្វីចូលបំពេញដោយខ្លួនឯងនៅក្នុង vocabulary សាឡបងបកប្រែពាក្យទាំង20នេះដោយខ្លួនឯងចំណុចចុងក្រោយប្រើប្រាស់ឧទាហរណ៍ដែលមានស្រាប់ហើយបំពេញព័ត៌មានផ្ទាល់ខ្លួនការពន្យល់មេរៀនផ្នែក 1A ចាប់ពីទំព័រទី1ដល់ទំព័រទី3ត្រូវបញ្ចប់ត្រឹមនេះជួបគ្នានៅក្នុងវីដេអូបន្ទាប់